ជំរាបសួរបងប្អូនទាំងអស់គ្នាចាសម្រាប់មុខម្ហូបប្រចាំថ្ងៃគឺបងប្អូនប្រហែលជាពិបាកនៅក្នុងការរកនឹកអញ្ចឹងផ្ទះនៃខ្ញុំគឺវិលចុះវិលឡើងគឺវិលមករកសម្លម្ជូរដដែលដោយសារតែសម្លម្ជូរគឺយើងជូរជ្រះហើយគឺញ៉ាំបាយបានហើយសម្រាប់ប្រភេទត្រីពោឬក៏ត្រីប្រាបើសិនជាយើងយកទៅស្លម្ជូរគ្រឿងបែបនេះគឺយើងដាក់គ្រឿងឬក៏បន្លែឬក៏ម្ទេសហិលហ្នឹងគឺវាអាចជួយកាត់បន្ថយនៅក្លិនឆ្អាបរបស់ត្រីអញ្ចឹងគឺយើងញ៉ាំទៅគឺអត់តលន់ទេបងប្អូនហើយគឺរសជាតិឆ្ងាញ់ទៀតផងហើយថ្ងៃនេះគឺនេះខ្ញុំមានជាមួយនឹងតកួនស្រួយដែលអ្នកភូមិគាត់កាត់យកមកលក់ហើយគាត់លក់មកបាច់500បងប្អូនហើយតកួនរបស់គាត់គឺស្រួយឆ្ងាញ់ហើយគឺខ្ចីល្អមែនទែនសម្រាប់តកួនមុននឹងយកទៅស្លគឺនេះខ្ញុំបានដំឲ្យវារាងបែកបែបនេះហើយយកទៅត្រាំទឹកឲ្យចេញចូលឲ្យអស់មកហើយនេះខ្ញុំបានលាងសម្អាតសម្រោះវាឲ្យបានស្អាតហើយនៅពេលដែលដំបែបនេះគឺយើងស្លទៅគឺវាឆាប់ចូលជាតិជាមួយនឹងគ្រឿងហើយសម្រាប់ត្រីពោថ្ងៃនេះដែរគឺនេះខ្ញុំទិញយកត្រីពោដែលគេកាត់ជាកងស្រេចបែបនេះដោយសារតែនេះខ្ញុំអត់សូវជាចូលចិត្តក្បាលទឹកនេះខ្ញុំរើសយកតែខ្លួនវាហើយខ្លួនគឺនេះខ្ញុំរើសយកតែផ្នែកណាដែលមានជាប់ជាមួយនឹងខ្លាញ់តិចទៅយកទៅស្លទៅវាមានរសជាតិឆ្ងាញ់សម្រាប់ប្រហុកវិញគឺនេះខ្ញុំចិញ្ច្រាំវាឲ្យបានមាត់បែបនេះហើយនេះខ្ញុំប្រើជាមួយនឹងប្រហុកសាច់ទៅវាងាយស្រួលនៅក្នុងការចិញ្ច្រាំហើយយើងស្លទៅគឺវាអត់មានដោយឆ្អឹងហើយมันអាចខ្វះបានទេគឺត្រួយម្រះព្រៅនេះហើយបើបានម្រះព្រៅស្រែយើងទៀតគឺកាន់តែឈ្ងុយមែនទែនហើយសម្រាប់គ្រឿងនេះបងប្អូនគឺបើសិនជាយើងបុកខ្លួនឯងគឺកាន់តែឈ្ងុយល្អមែនទែនសម្រាប់ម្ជូរវិញគឺនេះខ្ញុំប្រើជាមួយនឹងម្ជូរអំពិលទុំបន្ទាប់ពីរៀបចំគ្រឿងផ្សំរួចរាល់អស់ហើយនេះខ្ញុំចាប់ផ្ដើមស្លតែម្ដងគឺស្លដោយរាល់ដងចឹងបងប្អូនគឺនេះខ្ញុំដាក់ឆ្នាំងឲ្យបានក្តៅបន្តិចមកចាក់ប្រេងឆាចូលហើយវិធីស្លរបស់នេះខ្ញុំគឺតែងតែប្រាប់នៅក្នុងវីដេអូមុនគឺការស្លម្ជូរគ្រឿងគឺសំខាន់បំផុតគឺគ្រឿងរបស់យើងត្រូវតែឈ្ងុយអញ្ចឹងនេះខ្ញុំលីងគ្រឿងនឹងជាមួយនឹងខ្លាញ់នឹងឲ្យបានឈ្ងុយបន្តិចសិនដល់នេះខ្ញុំដាក់ជាមួយនឹងភ្លើងតិចគឺធ្វើឲ្យគ្រឿងរបស់យើងឈ្ងុយកាលណាយើងបើកភ្លើងខ្លាំងធ្វើឲ្យគ្រឿងខ្លោចអញ្ចឹងគឺវាអត់តន់ចេញក្លិនឈ្ងុយបានល្អនោះទេចាំបន្ទាប់ពីកកូរគ្រឿងឲ្យឡើងក្លិនឈ្ងុយបន្តិចហើយគឺនេះខ្ញុំដាក់ជាមួយនឹងប្រហុកចិញ្ច្រាំចូលហើយកកូរជាមួយនឹងគ្រឿងរបស់យើងហើយគឺប្រើភ្លើងតិចដដែលហើយធ្វើការកូរបំបែកប្រហុករបស់យើងហ្នឹងគឺឲ្យវាបានចេញពីគ្នាហើយឲ្យចូលជាមួយនឹងគ្រឿងសព្វបានល្អគឺកកូរឲ្យបានចប់ដៃបន្តិចជៀសវាងគ្រឿងរបស់យើងខ្លោចគឺកកូរត្រង់កន្លែងនេះគឺក្លិនគ្រឿងរបស់យើងគឺចាប់ផ្ដើមក្លិនឈ្ងុយតែម្ដងហើយនេះខ្ញុំបន្ថែមជាមួយនឹងទឹកត្រីទៀតហើយទឹកត្រីនេះគឺនេះខ្ញុំប្រើជាមួយនឹងទឹកត្រីខ្មែរយើងតែម្ដងហើយទឹកត្រីខ្មែរយើងក៏រសជាតិឆ្ងាញ់មិនចាញ់ទឹកត្រីដែលនាំចូលពីក្រៅដែរបងប្អូនហើយបន្ទាប់ពីដាក់ទឹកត្រីហើយធ្វើឲ្យគ្រឿងរបស់យើងនេះគឺកាន់តែឡើងឈ្ងុយមួយកម្រិតទៀតបន្ទាប់ពីឡើងឈ្ងុយហើយនេះខ្ញុំដាក់ត្រីចូលតែម្ដងហើយគឺកកូរត្រីឲ្យវាចូលជាមួយនឹងគ្រឿងហើយឲ្យត្រីរបស់យើងហ្នឹងគឺវាឡើងរឹងសាច់បន្តិចសិនហើយចំពោះការកកូរនេះគឺថ្នមដៃមែនទេណាបងប្អូនដោយសារតែសាច់ត្រីគឺវាងាយនឹងផុយគឺងាយនឹងរលេះរលួយអញ្ចឹងគឺនេះខ្ញុំធ្វើការកូរថ្នមដើម្បីឲ្យត្រីហ្នឹងវាឡើងរឹងសាច់បន្តិចសិនចាដែលខ្លាចខ្លោចជាមួយនឹងឆ្នាំងគ្រឿងរបស់យើងហ្នឹងគឺខ្ញុំបន្ថែមទឹកធម្មតាចូលបន្តិចដើម្បីកុំឲ្យគ្រឿងឬក៏ឆ្នាំងរបស់យើងនឹងខ្លោចបានត្រង់កន្លែងនេះបើសិនជាកូរសាច់ត្រីឡើងរឹងហើយបងប្អូនចង់ដួសត្រីទុកមួយឡែកសិនក៏បានប៉ុន្តែនេះខ្ញុំចាមិនដួសចុះដួសឡើងទេនាំឲ្យត្រីរបស់យើងគឺវាបែកសាច់គឺនេះខ្ញុំកកូរវាឲ្យរឹងបន្តិចហើយនេះខ្ញុំចាក់ជាមួយនឹងម្ជូរចាត្រួយអំពិលដែលនេះខ្ញុំបានចិញ្ច្រាំនឹងចូលហើយបន្ថែមជាមួយនឹងទឹកធម្មតាចូលហើយត្រីរបស់យើងគឺវាឆាប់ឆ្អិននិងឆាប់រលួយណាបងប្អូនអញ្ចឹងនៅពេលដែលដាក់ទឹកចូលភ្លាមគឺនេះខ្ញុំដាក់ត្រកួនចូលរំងាស់ជាមួយគ្នាតែម្ដងហើយត្រកួននេះក៏មិនជាប្រើពេលយូរដែរដោយសារតែជាត្រកួនស្រួយឬក៏ត្រកួនដែលផុយគឺនេះខ្ញុំរំងាស់តែមួយផ្លែតហ្នឹងគឺឆ្អិនទាំងបន្លែហើយឆ្អិនទាំងត្រីតែម្ដង
ពេលបងបន្លែចូលគឺនេះខ្ញុំដាក់គ្រឿងផ្សំចូលតែម្ដងដូចជាចាអំបិលស្ករសហើយនិងម្សៅស៊ុបអញ្ចឹងអំបិលនេះខ្ញុំដាក់មួយកូនឡាព្រាតូចហើយស្ករសក៏ដាក់មួយកូនឡាព្រាតូចដែរហើយម្សៅស៊ុបក៏នេះខ្ញុំដាក់បន្តិចដែរហើយសម្រាប់សម្លម្ជូរគឺនេះខ្ញុំយករសជាតិជូរប្រៃអញ្ចឹងគឺនេះខ្ញុំអត់ដាក់ស្ករច្រើនទេហើយនេះខ្ញុំដាក់ម្ទេសម៉ាឡេជួយឲ្យសម្លរបស់យើងមានពណ៌ក្រហមស្អាតហើយគឺមានរសជាតិហឹរញៀបតិចតិចណាសម្រាប់ម្ជូរអំពិលទុំគឺនេះខ្ញុំដាក់ចូលជាមួយគ្នាឲ្យហើយអញ្ចឹងនៅពេលដែលយើងរំងាស់សម្លយើងតែមួយអំពុះឬក៏ពីរអំពុះហ្នឹងគឺតកួនរបស់យើងនេះគឺវាងាយឆ្អិនទេហើយបើយើងរំងាស់យូរពេកក៏មិនជាឆ្ងាញ់ដែរអញ្ចឹងគឺនេះខ្ញុំភ្លក់មករសជាតិគឺជូរប្រៃល្មមហើយអញ្ចឹងនៅពេលដែលជូរប្រៃល្មមហើយគឺយើងបង់តែម្រះព្រៅគឺរួចជាការស្រេចតែម្ដងអញ្ចឹងសម្រាប់ម្រះព្រៅចាំយើងញ៉ាំភ្លាមបង់ភ្លាមហ្នឹងក៏បានដែរគឺម្រះព្រៅរបស់យើងនេះគឺឈ្ងុយល្អអញ្ចឹងបងប្អូនពេលដែលយើងស្លឆ្អិនហើយគឺយើងអត់ងាយបានញ៉ាំគឺសម្លនេះគឺអត់សូវមានរសជាតិឆ្ងាញ់ទេគឺបានតែញ៉ាំនៅពេលដែលវាឆ្អិនក្តៅបែបនេះចាសម្រាប់ផ្ទះនាងខ្ញុំគឺឧស្សាហ៍ស្លសម្លម្ជូរមែនទែនមិនថាម្ជូរស្រែឬក៏ម្ជូរគ្រឿងទេដោយសារតែរដូវវស្សានេះគឺរៀងរាល់ពេលល្ងាចភាគច្រើនគឺតែងតែមានភ្លៀងធ្លាក់អញ្ចឹងឲ្យតែមានភ្លៀងធ្លាក់មេឃតិចហ្នឹងគឺនេះខ្ញុំនឹកឃើញដល់សម្លម្ជូរជូរប្រៃហិលហ្នឹងគឺញ៉ាំជាមួយនឹងបាយគឺត្រូវគ្នាហើយឆ្ងាញ់មែនទែនចាសម្រាប់បងប្អូនខ្លះគឺគាត់ចូលចិត្តត្រីប្រាដោយសារតែត្រីប្រាហ្នឹងគឺវាសម្បូរខ្លាញ់ច្រើនជាងត្រីពោប៉ុន្តែតម្លៃគឺត្រីប្រាហ្នឹងគឺវារៀងធូរថ្លៃជាងត្រីពោចំពោះត្រីពោគឺនេះខ្ញុំចូលចិត្តដោយសារតែនេះខ្ញុំអត់សូវជាចេះញ៉ាំខ្លាញ់គឺនេះខ្ញុំចូលចិត្តខ្លាញ់វាតិចបែបហ្នឹងបើមិនជាត្រីប្រាគឺវារៀងសម្បូរខ្លាញ់បន្តិចចាសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំសម្លម្ជូរបងប្អូនឃើញសម្លម្ជូរនេះច្បាស់ជាស្រក់ទឹកមាត់តែម្ដងអញ្ចឹងសម្លម្ជូរនេះបើសិនជាបានញ៉ាំជាមួយនឹងបាយក្តៅក៏ឆ្ងាញ់បាយកកក៏កាន់តែត្រូវដែរបងប្អូនហើយសម្រាប់នាងខ្ញុំវិញកន្លែងសាច់នេះគឺមិនសូវជាចូលចិត្តញ៉ាំទេតែបើសិនជាបានកន្លែងខ្លាញ់ពោះនោះគឺឆ្ងាញ់ខ្លាំងមែនទែនណាចាសម្រាប់បងប្អូនចូលចិត្តស្លម្ជូរបងប្អូនអាចសាកល្បងស្លម្ជូរគ្រឿងញ៉ាំទាំងអស់គ្នាហើយបើសិនជាបងប្អូនពេញចិត្តនៃការចែករំលែកមួយនេះបងប្អូនអាចចុច like share ឬក៏ subscribe ដើម្បីទទួលបាននូវវីដេអូដែលខ្ញុំបានធ្វើជារៀងរាល់ថ្ងៃចែកជូនបងប្អូនទស្សនាទាំងអស់គ្នាផងដែរចាអរគុណ